បងប្អូនទាំងអស់ត្រូវចងចាំថានៅពេលដែលយើងនិយាយគេដឹងថាយើងចេះកម្រិតណានៅពេលដែលយើងពន្យល់គេដឹងថាយើងយល់អំពីហេតុនិងផលកម្រិតណានៅពេលដែលយើងធ្វើគឺគេដឹងថាយើងមានសមត្ថភាពកម្រិតណាពេលដែលយើងបង្ហាញនៅមារយាទរបស់យើងគេដឹងថាយើងជាអ្នកទទួលខុសត្រូវកម្រិតណាពេលដែលយើងបង្ហាញនៅចរិតរបស់យើងគេដឹងថាយើងថ្លៃថ្នូរកម្រិតណាហើយពេលដែលយើងបង្ហាញពីងាររបស់យើងគេនឹងដឹងថាយើងស័ក្តិសមកម្រិតណាដូច្នេះយើងអាចផគេបានថាយើងមានសញ្ញាបត្រកម្រិតណាតែអ្វីដែលយើងមិនអាចផគេបានគឺសមត្ថភាពនិងស្នាដៃសូមអរគុណ